ចាសួស្តីបងប្អូនទីបំផុតគឺប្រទេសអាមេរិកហើយនិងប្រទេសអ៊ីរ៉ង់គឺគេបានរក្សាពាក្យសម្ដីគ្នាមែនលើកនេះគឺប្រទេសទាំងពីរនៅតែបន្តយល់ព្រមគ្នាថាមានបទជប់បាញ់ពិតប្រាកដហើយគឺនឹងមានសង្គ្រាមទេនៅក្នុងនោះប្រទេសអាមេរិកគឺនឹងដកទ័ពចេញពីកំពង់ផែហូម៉ូសហើយនិងប្រទេសអ៊ីរ៉ង់គឺបើកច្រកហូម៉ូសនេះឲ្យបើកដំណើរការវិញហើយគ្រាន់តែដំណឹងនេះព័ត៌មាននេះបានលេចឡើងភ្លាមកាលប្រហែលជា3-4 ម៉ោងមុនឥឡូវប្រេងសាំងគឺបានធ្លាក់ចុះនៅក្នុងមួយធុងសាំងគឺ$86បងប្អូនអញ្ចឹងគឺសាំងឥឡូវវាចុះវិញហើយជាមួយស្អែកបន្តទៀតចាអញ្ចឹងគឺលើសូវក្នុងព័ត៌មានទាំងប្រទេសអាមេរិកនិងប្រទេសអ៊ីរ៉ង់ហើយនិងប្រទេសផ្សេងទៀតបាននិយាយថាគឺគេនឹងសញ្ញេចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រសប្តាហ៍នេះតែម្ដងចាអញ្ចឹងឥឡូវគ្រាន់តែជាការយល់ព្រមលក្ខណៈពាក្យសម្ដីគ្នាយល់ព្រមការចរចាតាមរយៈការចរចាជាពាក្យសម្ដីប៉ុន្តែមិនទាន់បានសញ្ញេនៅក្នុងកិច្ចព្រមព្រៀងបទជប់បាញ់ហ្នឹងនៅឡើយទេប៉ុន្តែប្រទេសទាំងពីរគឺគេរក្សាហើយមួយទៀតដែរគឺប្រទេសអាមេរិកបានចាឈប់ដកការដាក់ពិន័យដាក់ទណ្ឌកម្មដល់ប្រទេសអ៊ីរ៉ង់គឺដូចជាការបង្កក់ប្រាក់របស់ប្រទេសអ៊ីរ៉ង់បង្កក់ប្រាក់ឬក៏ទ្រព្យសម្បត្តិរបស់ប្រទេសអ៊ីរ៉ង់ហ្នឹងគឺគេឲ្យមានការដកចេញវិញហើយនៅក្នុងនោះដែរគឺមិនមែនតែប្រទេសអាមេរិកមួយទេគឺប្រទេសខាងភាគខាងកើតហើយនិងប្រទេសអឺរ៉ុបមួយចំនួនដូចជាចក្រភពអង់គ្លេសប្រទេសបារាំងប្រទេសអាល្លឺម៉ង់និងប្រទេសអ៊ីតាលីក៏អបអរសាទរហើយចំពោះការធ្វើបទជប់បាញ់នេះហើយក៏នឹងរៀបចំក្នុងការដែលឈប់ដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ដែរព្រោះនៅប្រទេសទាំងអស់នេះក៏មានការបង្កក់ប្រាក់របស់ប្រទេសអ៊ីរ៉ង់ដែរអញ្ចឹងគេត្រៀមក្នុងការដែលដកចេញវិញដោយមិនមានការដាក់ទណ្ឌកម្មទៀតទេប្រសិនបើការបទជប់បាញ់នេះវាកើតឡើងពិតប្រាកដមែននៅថ្ងៃសុក្រនេះអញ្ចឹងគេនឹងត្រៀមឈប់ដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ហើយនឹងឈប់បង្កក់ប្រាក់របស់ប្រទេសអ៊ីរ៉ង់ទៀតហើយចាសង្ឃឹមថាវានឹងបន្តបានដូចនេះយ៉ាងរលូនទៅទៀតពីព្រោះម្នាក់គឺមានការធុញទ្រាន់និងនឿយហត់នៅក្នុងសង្គ្រាមនេះហើយក៏មានការពិបាកទៅលើផ្នែកសេដ្ឋកិច្ចទូទាំងពិភពលោកតែម្ដងទាំងផ្នែកហ្គាសទាំងផ្នែកប្រេងសាំងគឺមានការប៉ះពាល់ច្រើនទាំងអស់គ្នាចាអរគុណបងប្អូនសូមចុច like ផង